មនុស្សស្រីតើអ្នកដឹងទេថាអ្នកអស្ចារ្យខ្លាំងប៉ុណ្ណាវីដេអូនេះសូមផ្សាយជូនទៅដល់សុភាពនារីទាំងអស់គ្នាអ្នកដឹងទេថាស្ត្រីជាពាក្យដែលក្លាយមកពីពាក្យថាសេរីដែលមានន័យថាជាមង្គលជាប្រភពនៃសេរីសុខស្ដីជាសេចក្ដីសុខជាភេទដែលទន់ភ្លន់ជាពន្លឺស្ត្រីអ្នកជាមេដានៃពិភពលោកពីព្រោះអ្នកបានពោពោនិងបង្កើតជីវិតជាច្រើននៅលើពិភពលោកនេះមនុស្សស្រីទាំងអស់គ្នាតែអ្នកដឹងទេថាអ្នកពូកែអ្នកមានសមត្ថភាពតាំងពីកំណើតនិងមានតម្លៃអ្នកអាចសម្រេចក្តីសុបិនរបស់អ្នកបានសូមកុំឲ្យពាក្យមើលងាយឬការរើសអើងបង្អាក់ជំហានរបស់អ្នកបានឯសោះណាអ្នកដឹងទេថាមនុស្សស្រីអ្នកពូកែកម្រិតណាអ្នកមានសមត្ថភាពអាចរកលុយចាយបានដោយខ្លួនឯងអ្នកអាចបង្កើតនិងថែរក្សាគ្រួសារមួយបានយ៉ាងកក់ក្ដៅនិងមានសុភមង្គលអ្នកអាចអប់រំណែនាំកូនៗរបស់អ្នកបានពេញលេញអ្នកមានសមត្ថភាពធ្វើការរកស៊ីប្រកបរបរចិញ្ចឹមជីវិតផងអ្នកធ្វើកិច្ចការក្នុងផ្ទះផងអ្នកដឹងទេថាអ្នកមានពហុជំនាញជាច្រើនដែលបានបំពេញជារៀងរាល់ថ្ងៃជាការពិតនៅក្នុងសង្គមគ្រួសារមួយស្ត្រីមានតួនាទីយ៉ាងច្រើនអ្នកជាមេផ្ទះស្ម័គ្រចិត្តធ្វើការដោយគ្មានប្រាក់ឈ្នួលពីប្តីនិងកូនៗអ្នកជាអ្នកដេកកដ៏ប៉ិនប្រសប់រៀបចំទុកដាក់ក្នុងផ្ទះបានយ៉ាងស្អាតនិងមានរបៀបអ្នកជាមិត្តភក្តិស្លាប់រស់របស់កូនៗអ្នកជាគិលានុបដ្ឋាក24ម៉ោងនៅពេលដែលកូនៗរបស់អ្នកឈឺអ្នកជាធុងសម្រាមទទួលនូវគ្រប់រឿងរ៉ាវមិនល្អសពបែបយ៉ាងជាការពិតនៅពេលដែលកូនពិបាកចិត្តពួកគេនឹងនឹកឃើញស្ត្រីម្នាក់ដែលមានឈ្មោះធម្មៈជាអ្នកទី1ដែលអាចស្ដាប់នូវគ្រប់រឿងរ៉ាវរបស់ពួកគាត់អ្នកជាចុងភៅចម្អិនម្ហូបបានយ៉ាងឆ្ងាញ់ពិសាសម្រាប់គ្រួសារអ្នកជាគណនេយ្យករដែលចាត់ចែងប្រាក់ចំណាយគ្រប់បែបយ៉ាងនៅក្នុងគ្រួសាររបស់អ្នកហើយអ្នកក៏ជាប្រពន្ធដ៏ល្អសម្រាប់ស្វាមីរបស់អ្នកឃើញទេថាទាំងអស់នេះជាអ្វីដែលអ្នកបានបំពេញវាបានយ៉ាងច្រើននៅក្នុងសង្គមគ្រួសារបន្ថែមពីលើអ្វីដែលអ្នកព្យាយាមជួយទ្រទ្រង់គ្រួសារចេញរកស៊ីខាងក្រៅរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារចឹងសូមស្ត្រីទាំងអស់គ្នាចងចាំថាអ្នកអត់ទន់ជ្រាយទេអ្នកគ្រាន់តែខ្លាំងនៅក្នុងរបៀបរបស់អ្នកដឹងទេមនុស្សស្រីយើងទាំងអស់គ្នាលះបង់ច្រើនខ្លាំងប៉ុណ្ណានៅពេលដែលយើងខ្លាចជាប្រពន្ធខ្លាចជាម្ដាយគេដូចនេះហើយសូមកុំភ្លេចស្រឡាញ់ខ្លួនឯងឲ្យបានច្រើនណាដាច់ខាតកុំបោះបង់ខ្លួនឯងហើយបើសិនបើអ្នកគិតថាអ្នកគ្មានសំណាងសូមបានសាងសំណាងនេះដោយផ្ទាល់ដៃរបស់អ្នកខ្ញុំដឹងយ៉ាងច្បាស់ថាមនុស្សស្រីគ្រប់គ្នាសុទ្ធតែចង់បានការថ្នាក់ថ្នមការលើកទឹកចិត្តការយកចិត្តទុកដាក់ជាពិសេសពីមនុស្សដែលខ្លួនឯងស្រឡាញ់ពីសង្គមគ្រួសារតែពេលខ្លះវាបែរជាផ្ទុយឆ្លាស់ពីអ្វីដែលយើងចង់បានហើយបើសិនជាគ្រប់យ៉ាងវាបែរជាផ្ទុយពីអ្វីដែលជាយើងប៉ងប្រាថ្នាហើយយើងដាច់ខាតត្រូវតែរឹងមាំកសាងខ្លួនឯងឲ្យបានច្រើនឲ្យកាន់តែមានតម្លៃព្រោះថាបើសិនជាយើងចូលជាគ្មានបង្អែកសម្រាប់ឲ្យយើងបាច់ហើយនោះគឺយើងត្រូវតែធ្វើបង្អែកនោះដោយខ្លួនឯងតោះចំណុចនេះខ្ញុំយល់យ៉ាងច្បាស់ថាការដែលយើងឆ្លងកាត់វាពិតជាពិបាកប៉ុន្តែភាពគ្មានជម្រើសនិងការដែលយើងមិនចោះចាញ់នឹងវិញ្ញាសាជីវិតឬក៏បញ្ហាផ្សេងវានឹងធ្វើឲ្យជីវិតរបស់យើងកាន់តែមានន័យសូមកុំបកលខ្មៅដៃកំណត់ជីវិតរបស់អ្នកឲ្យតែអ្នកផ្សេងគូវាឲ្យសោះសូមចាំតាមណាអ្នកជាម្ចាស់លើជីវិតរបស់អ្នកសូមគូគំនុកខ្សែជីវិតរបស់អ្នកឲ្យបានល្អអ្នកចង់បានជីវិតបែបណាសូមគូបែបនោះចោះហើយកលៈទេសៈខ្លះយើងពិតជាមិនអាចសំបីតែទទួលបានការលើកទឹកចិត្តពីនរណាម្នាក់ក្រៅតែពីខ្លួនយើងមនុស្សស្រីរឹងមាំមិនមែនមានន័យថានាងមិនចេះយំនោះទេតែនាងមិនចោះចាញ់និងមិនដែលបោះបង់ខ្លួនឯងបើយើងគិតឲ្យដិតដល់មែនទែនមនុស្សស្រីគួរតែទទួលបានការតបស្នងពីការលះបង់របស់ពួកគាត់យ៉ាងស័ក្តិសមមិនមែនត្រឹមតែជាពាក្យសរសើរលើកទឹកចិត្តប៉ុន្តែតាមរយៈការឧបត្ថម្ភគាំទ្រនិងការយកចិត្តទុកដាក់ពិតប្រាកដការគាំទ្រខាងផ្លូវចិត្តដែលធ្វើឲ្យមនុស្សស្រីគាត់មានកម្លាំងចិត្តនៅក្នុងការធ្វើនៅអ្វីដែលជាក្តីស្រមៃរបស់គាត់ការគាំទ្រខាងផ្លូវកាយគឺធ្វើឲ្យពួកគាត់អាចបន្តដំណើរបានយ៉ាងមាំមួនការផ្គត់ផ្គង់នៅសម្ភារៈប្រើប្រាស់ក៏ដូចជាគ្រឿងលម្អអលង្ការពីសំណាក់អ្នកដែលជាស្វាមី
ទាំងអស់ហ្នឹងវាមិនមែនជារឿងដែលហួសហេតុឬក៏ជាការទាមទារអីដែលច្រើនខ្លាំងទេប៉ុន្តែវាជាវិធីមួយក្នុងការបង្ហាញថាមនុស្សស្រីត្រូវបានឲ្យតម្លៃនិងត្រូវបានគោរពពីព្រោះមនុស្សស្រីយើងមានតម្រូវការថែទាំនិងការតុបតែងកាយផ្សេងៗគឺយើងអាចនិយាយបានថាយើងមានតម្រូវការច្រើនជាងមនុស្សប្រុសហើយទាំងនេះមិនមែនដើម្បីប្រកួតប្រជែងនឹងនរណាម្នាក់ទេប៉ុន្តែដើម្បីរួមចំណែកក្នុងការបង្កើនទំនុកចិត្តឲ្យដល់ស្ត្រីព្រោះថានៅពេលដែលមនុស្សស្រីមានសុភមង្គលគ្រួសារក៏មានសុភមង្គលសង្គមក៏កាន់តែរឹងមាំត្រឡប់មកវិញបន្តិចដែរខ្ញុំសូមស្នើចិត្តដល់បងប្អូនសុភាពស្ត្រីសុភាពនារីដែលមានសំណាងដែលគាត់គិតថាអូយជីវិតរបស់គាត់ល្អប្រសើរគាត់មានសុភមង្គលគាត់ទទួលបានការយកចិត្តទុកដាក់ការថ្នាក់ថ្នមការទំនុកបម្រុងគ្រប់បែបយ៉ាងពីស្វាមីពីគ្រួសារហើយសូមមេត្តាយើងកុំបំបាក់ទឹកចិត្តកុំមើលងាយឬរើសអើងចំពោះមនុស្សស្រីគ្នាឯងពួកមនុស្សស្រីយើងម្នាក់អ្នកណាក៏ចង់ដើរលើវិថីមួយដែលល្អឥតខ្ចោះលើអីដែលខ្លួនឯងចង់បានដែរប៉ុន្តែនៅក្នុងកលៈទេសៈខ្លះយើងមនុស្សម្នាក់មានផ្លូវដើរនិងមានបន្ទុកជីវិតខុសៗគ្នាអញ្ចឹងខ្ញុំក៏សម្គាល់ឃើញនៅក្នុងប្រព័ន្ធសង្គម social media យើងសប្តាហ៍នៅពេលខ្លះមានការបង្ហោះ status ពីដូចថាទុកលំបាកអីផ្សេងរបស់មនុស្សស្រីមួយចំនួនដូចថាគាត់ជួបការខកបំណងគាត់អត់ទទួលបានការថ្នាក់ថ្នមការយកចិត្តពីគ្រួសារអីផ្សេងខ្ញុំសង្កេតឃើញថាវាបែរជាមានការ comment មួយចំនួនការពិតទៅអ្នកដែល comment ហ្នឹងគាត់អត់មានចេតនាថាប្រៀបធៀបឬក៏បន្ទុកប្រអាក់ទេគ្រាន់ថាឧទាហរណ៍ថាយើងមាន state មួយដែលគាត់ថាគាត់អត់សប្បាយចិត្តមានគំនាបអីពីគ្រួសារណាមួយតែបែរជាមាន comment ជាចឹងគាត់ថាអូគាត់សំណាងគាត់បានប្តីល្អយកចិត្តទុកដាក់អញ្ចេះមួយទទួលស្គាល់ថាគាត់ comment ល្អប៉ុន្តែបើយើងគិតឲ្យមែនទែនទៅអានឹងវាជាការបំបាក់ទឹកចិត្តមួយដែរព្រោះអីអញ្ចឹងទៅអ្នកដែលពិបាកចិត្តគាត់ខំផុសដើម្បីទទួលបានការលើកទឹកចិត្តឬក៏ការផ្ដល់ជាយោបល់ដើម្បីដោះស្រាយអីផ្សេងតែមក comment មួយចំនួនបែរជាបង្ហាញពីក្តីសុខរបស់ខ្លួនឯងវិញអញ្ចឹងវាទៅជាផ្នែកមួយប៉ះពាល់អារម្មណ៍អ្នកដែលគាត់កំពុងតែមានបញ្ហាស្រាប់ណាអញ្ចឹងកន្លែងហ្នឹងយើងគួរតែគិតឡើងវិញចាមុនពេលយើង comment ឬក៏ឲ្យជាយោបល់អីផ្សេងសូមជៀសវាងការដែលធ្វើឲ្យអ្នកដែលថាគាត់កំពុងតែពិបាកហ្នឹងគាត់កាន់តែពិបាកខ្លាំងថែមទៀតអញ្ចឹងណាយើងគួរតែចេះលើកទឹកចិត្តគ្នាផ្ដល់ជាយោបល់ឬក៏រកជំនួយណាមួយដើម្បីដោះស្រាយល្អសម្រាប់គាត់វិញទៅជាការប្រសើរសូមចាំថាការដែលយើងយល់ចិត្តការលើកទឹកចិត្តអាចក្លាយជាពលឺបង្ហាញផ្លូវសម្រាប់អ្នកដែលគាត់កំពុងតែខិតខំដើរទៅមុខហើយនៅពេលដែលមនុស្សស្រីគ្នាយើងគាំទ្រគ្នានឹងយល់ពីគ្នាអាភាពរឹងមាំហ្នឹងក៏វាកាន់តែល្អប្រសើរយើងកាន់តែមើលឃើញថាអ្នកដែលជួបបញ្ហាមិនមែនមានតែគាត់អ្នកផ្សេងក៏គេជួបប្រទះដែរអញ្ចឹងយើងគួរដោះស្រាយបែបម៉េចហ្នឹងវាជាការ comment មួយដែលល្អជាងហើយក៏ជាសារមួយជូនទៅដល់បងប្អូនបរិះដែរសូមមេត្តាយល់ពីទុក្ខលំបាកនិងការលះបង់របស់មនុស្សស្រីដែលពួកគាត់បានឆ្លងកាត់ក្នុងជីវិតប្រចាំថ្ងៃសូមគោរពផ្ដល់តម្លៃមិនមែនធំតែទូនាទីរបស់ពួកគាត់ប៉ុណ្ណោះទេប៉ុន្តែសូមគោរពចំពោះអារម្មណ៍ការខិតខំហើយសូម support គ្រប់គ្រងទៅលើក្តីសម័យរបស់ស្ត្រីដែរពីព្រោះថាការយកចិត្តទុកដាក់តូចពាក្យល្អលើកទឹកចិត្តការដែលព្រមស្ដាប់ពេលដែលគាត់ពិបាកចិត្តអីផ្សេងហើយការគ្រប់គ្រងពីបរិះអាចក្លាយជាកម្លាំងមួយដ៏ធំដែរសម្រាប់បងប្អូនស្រីចាព្រោះថាធម្មជាតិរបស់មនុស្សស្រីទោះបីថាគាត់ខ្លាំងពូកែរឹងមាំប៉ុណ្ណាប៉ុន្តែនៅពេលខ្លះគាត់នៅតែត្រូវការបង្អែកមួយសម្រាប់ឲ្យគាត់ផ្អែកពេលដែលគាត់ហត់ពេលដែលគាត់ល្វើយពេលដែលគាត់អស់កម្លាំងចាអញ្ចឹងបងប្អូនសុភាពបរិះក៏គួរកុំទុកស្ត្រីចោលរហូតដល់គាត់ត្រូវបង្ខំចិត្តខ្លាចជាមនុស្សស្រីម្នាក់ដែលរឹងមាំណាសូមកុំបង្រៀនឲ្យនាងរស់នៅដោយអត់ចាំបាច់មានវត្តមានរបស់អ្នកជាបរិះអ្នកដែលជាស្វាមីហ្នឹងក៏នាងអាចរឹងមាំបានពីព្រោះមិនជាអ្វីដែលមនុស្សស្រីគាត់ត្រូវជ្រើសរើសគ្រប់ពេលថាគាត់ត្រូវតែរឹងមាំទេប៉ុន្តែពេលខ្លះគាត់អត់ជំរឿគាត់ត្រូវតែទ្រាំព្រោះនៅពេលដែលគាត់ឈឺអ្នកដែលជាបរិះអត់ល្វីល្វល់អត់យកចិត្តទុកដាក់ពេលឈឺមានន័យថាគាត់ត្រូវទៅពេទ្យខ្លួនឯងគាត់ត្រូវចំណាយលុយព្យាបាលខ្លួនឯងទាំងតែការពិតទៅគាត់មានស្វាមីនៅពេលដែលគាត់អត់អាចពឹងសង្ឃឹមអីបានការដែលបង្រៀនគាត់ឲ្យចេះឆ្លងកាត់រឿងរ៉ាវផ្សេងដែលខ្លួនឯងបានជារឿយយូរទៅគាត់នឹងអាចរស់នៅដែលអត់មានអ្នកបានហើយអញ្ចឹងគួរតែ
យកចិត្តទុកដាក់កុំឲ្យអីវាហួសពេលអស់អញ្ចឹងណាព្រោះមនុស្សស្រីជាភេទមួយដែលថាគាត់ឆាប់ទទួលបានអារម្មណ៍អន់ចិត្តប៉ុន្តែក៏ជាភេទមួយដែលថាគាត់ចិត្តដាច់ដែរគេច្រើននិយាយថាអត់មានអ្នកណាចិត្តដាច់ដូចមនុស្សស្រីអានឹងមានន័យថាដល់ចំណុចមួយដែលគាត់ដល់កខ្លាំងមែនតើគឺគាត់លែងត្រូវការវត្តមានរបស់អ្នកឯងព្រោះអីដែលខ្ញុំបានស្ដាប់ឮការចែកម្លែកពីបងប្អូនស្រីៗមួយចំនួនដែលគាត់ស្ថិតនៅក្នុងសង្គមគ្រួសារមួយដែលថាប្តីគាត់អត់សូវជាល្វីល្វល់យកចិត្តទុកដាក់មួយគាត់អញ្ចឹងគឺពេលខ្លះខ្ញុំសង្ឃតែអត់ជឿថាមកដល់សម័យនេះហើយនៅមានមនុស្សប្រុសអាត្មានិយមអញ្ចឹងទៀតណាបើសិនជាថាខ្ញុំអត់ជួបខ្ញុំអត់ឮផ្ទាល់ទេប្រហែលជាខ្ញុំគាត់ថាគាត់ចេះតែនិយាយឬក៏ចេះចោះហ្នឹងណាហើយយើងជាមនុស្សប្រុសបើសិនជាយើងសម្រេចចិត្តថាយើងបង្កើតគ្រួសារមកហើយយើងគួរតែយល់ពីទុក្ខលំបាករបស់ប្រពន្ធយើងគួរតែជួយរ៉ាប់រងគ្នាអញ្ចឹងណាចាអូខេអញ្ចឹងអរគុណទៅដល់បងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់នៅវីដេអូនេះសូមជូនពរដល់សុភាពនារីទាំងឡាយសូមមានសុខភាពល្អមានកម្លាំងចិត្តចាហើយសូមឲ្យសុខសប្បាយទាំងផ្លូវចិត្តផ្លូវកាយហើយបន្តសម្រេចក្តីសុបិននិងសូមពពេញដោយសុភមង្គលនៅក្នុងគ្រួសារក្នុងឆ្នាំថ្មីនេះសូមឲ្យគ្រប់ថ្ងៃទាំងអស់ក្លាយជាថ្ងៃដ៏ល្អបំផុតសម្រាប់បងប្អូននារីទាំងអស់គ្នាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយ